14 បូក 25 គុណ 8 ចែក 4 ដកជាមួយនឹង 5 4 ចាអញ្ចឹងនៅក្នុងការធ្វើលំហាត់ដែលមានសញ្ញាបូកសញ្ញាគុណសញ្ញាចែកជាមួយនឹងសញ្ញាដកចាកូនត្រូវធ្វើលេខគុណហើយនិងលេខឆាយជាមុនសិនចាអញ្ចឹង14នេះគឺយើងសរសេរដល់ដែលចា14បូកចាយក25នេះទៅគុណជាមួយនឹង5 8ចា25គុណជាមួយនឹង5 8 5 ដល់40សរសេរលេខ0ត្រាទុក4 8 2ដង16 16បូក4មក20ចាអញ្ចឹងបូកជាមួយនឹង200ហើយចែកជាមួយនឹងចាចែកជាមួយនឹង4ហើយដកជាមួយនឹង5 4ចាអញ្ចឹងគឺយើងត្រូវធ្វើចាប្រមាណវិធីចែកជាបន្តទៀតចា14គឺយើងសរសេរដដែលបូកចាយក200នេះចែកជាមួយនឹង4ចា200ចែកជាមួយនឹង4ចាអញ្ចឹងកាត់បាន2ខ្ទង់4ប៉ុន្មានដងស្មើ20ចាគឺ45ដងមក20ចា20ដល់20នៅសល់0ចា0នេះគឺយើងថែមឲ្យខាងផលចែកចាអញ្ចឹង200ចែកជាមួយ4គឺស្មើជាមួយនឹង50ដកជាមួយនឹង5 9ចាអញ្ចឹងយក14បូកជាមួយនឹង50ចា14បូក50 4 6ចា60 64ហើយយកទៅដកជាមួយនឹង5 4ចា64ដក5 4ចា4ដក9នៅកាខ្ជិលលេខ6 6គេខ្ជិល1សល់5 10បូក4 14ចា14ដកជាមួយនឹង9នៅសល់5 5លេខដកទុំលាក់ចាអញ្ចឹងចម្លើយគឺស្មើ50 55